បាទសូមជម្រាបសួរលោកពូសុបិនបាទជំរាបសួរមួយបាទហើយក៏សូមជម្រាបសួរផងដែរចំពោះលោកខាន់ច័ន្ទសុផលបាទជំរាបសួរលោក Samsung បណ្ឌិត Samsung ហៅប៉ៅចិនបាទជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យខ្មែររ៉េបាទហើយដែលជាអ្នកមានវោហារសាស្ត្រកែគេហៅថាខាងបកស្រាយបាទសូមជើញបាទអត់អាចទទួលយកបានទេបាទបាទសាំងសុងគឺជាស្ថាបនិកនៃក្រមឆន្ទៈយុវជនឆ្លងដែននៅប្រទេសកូរ៉េដែលការពារគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាបាទគាំទ្រដល់សម្ដេចតេជោបាទថ្ងៃនេះគឺថាខ្ញុំមានមោទនភាពជាទីបំផុតបាទហើយរីករាយណាស់សប្បាយណាស់បាទដែលបានមកជួបជុំលោកទាំងពីរដុតសុទ្ធតែជាតារាដ៏ល្បីល្បាញនៅក្នុងបណ្ដាញសង្គម Facebook បាទលោកពូសំសបិនគឺជាអ្នកអត្ថាធិប្បាយគ្រប់គ្រងនយោបាយដ៏សំខាន់មួយនាក់នៅឯសហរដ្ឋអាមេរិកដែលមានឈ្មោះហៅថាខ្មែរ Overseas Opinion បាទឯលោកខាន់ច័ន្ទសុផលគឺជាអ្នកបញ្ចេញវីដេអូឃ្លីបបាទដែលមុនគេបំផុតដែលហ៊ានតទល់ជាមួយនឹងសកម្មជនរបស់គណៈបកសង្គ្រោះជាតិដែលតែងតែបំភ្លៃការពិតបាទព័ត៌មានមិនពិតយកមកបដិទ្ធកែក្រឡៃឲ្យសង្គមវឹកវរដោយសារតែអ្នកមាត់ចង្រៃប្រមាណអ្នកនោះបាទដូច្នេះគឺលោកគឺជាអ្នកដែលចេញមុនគេបំផុតនៅក្នុងបណ្ដាញសង្គម Facebook ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាបាទថ្ងៃនេះគឺថាខ្ញុំមានសំណួរមួយសួរទៅលោកខាន់ច័ន្ទសុផលជាពិសេសដោយសារតែរយៈពេល2ថ្ងៃកន្លងមកនេះគឺនៅក្នុងសង្គម Facebook មានភាពរំជើបរំជួលជាអតិបរមាដោយសារតែយុវតីសង្គ្រោះជាតិមួយរូបឈ្មោះអូនស្រីប៉ៃប៉ៃលីគាត់បានប្រើល្បិចកិច្ចកលដើម្បីបោកប្រាក់ជំនួយនៅឯបរទេសជួយដល់ក្រុមគ្រួសារប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់បាទហើយគាត់បានលេបថ្នាំបាទលេបថ្នាំហ្នឹងមិនដឹងថាថ្នាំហ្នឹងជាសពនិមិត្តឬក៏ថ្នាំមែនទែនហើយការលេបរបស់គាត់លេបទាំងអស់ឬក៏ប្រលេះទុកខ្លះគឺថាសាច់របស់បងប្អូនពិចារណាប៉ុណ្ណឹងព្រោះតែការលេបថ្នាំសម្រាប់ខ្លួននេះហើយបានជាសង្គម Facebook ទាំងមូលគឺមានភាពរំជើបរំជួលរហូតទៅដល់កាលពីម្សិលមិញនេះគឺលោកគឺថ្ងៃទី14លោកខាន់ច័ន្ទសុផលបានតបវីដេអូឃ្លីបមួយដើម្បីបកអាក្រាតអំពីគំនិតពឹសពុលរបស់បងស្រីប៉ៃប៉ៃលីខាងគណៈបកសង្គ្រោះជាតិបាទហើយក៏ស្រាប់តែឃើញថ្ងៃនេះគឺថាមានយុវតីមួយរូបទៀតនៅឯប្រទេសអូស្ត្រាលីបាទប្រហែលជាខ្សែស្រឡាយខាងអៀកឹមស្រេងក៏មិនដឹងទេបាទអ្នកជាស្ដេចបាទជាបកូនណាអីហ្នឹងណាបាទគាត់បានធ្វើវីដេអូតបបាទគាត់ឈ្មោះ KKKH បាទគាត់បានធ្វើវីដេអូមួយតបលោកខាន់ច័ន្ទសុផលវិញដូច្នេះថ្ងៃនេះខ្ញុំចង់សួរលោកខាន់ច័ន្ទសុផលថាក្រោយពីលោកបានទស្សនាបាទវីដេអូរបស់ប្អូនស្រី KKKH រួចមកតើលោកខាន់ច័ន្ទសុផលមានអារម្មណ៍យ៉ាងណាហើយមានការបកស្រាយយ៉ាងណាដែរបាទចំពោះបញ្ហានេះបាទសូមអរគុណដល់វាលក្មិនដែលជាពិធីកររូបស្រស់សម្លេងស្រួយបាទគឺវរៈជន Samsung បាទយើងបាទហេតុអីបាទខ្ញុំលើកបញ្ជោគ្នាយើងបាទបើយើងមិនលើកទេមានអាណាលើកទេបាទយើងនិយាយត្រង់ហើយត្រង់ថាខ្ញុំក៏សូមអរគុណបងអូនស្រីកាកាបាទកាកាគីគីលូបាទអូនស្រីកាកាគីគីលូបាទហើយសូមអរគុណដែលបងអូនស្រីបានគេហៅថាសួរជាសំណួរត្រង់មកដល់រូបខ្ញុំបាទដែលហៅឈ្មោះខ្ញុំចំល្អណាស់គឺលោកខាន់ច័ន្ទសុផលបាទហើយក៏សូមជម្រាបថាបងអូនស្រីបានសួរពីរឿងដែលខ្ញុំប្រតិកម្មទៅប៉ៃលីហើយបងអូនស្រីក៏សួរថាមាត្រាទីប្រមាណនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលខ្ញុំរាល់ថ្ងៃមានមុខរបរជាយោធាកងយុទ្ធពលខេមរៈភូមិន្ទបាទហើយចឹងទេខ្ញុំក៏សូមអរគុណបងអូនស្រីដែលបានសួរសំណួរនេះយ៉ាងក្បោះក្បាយល្អណាស់ហើយគ្រាន់តែចង់ជំរាបប្រាប់ទៅវិញថាក្នុងនាមខ្ញុំជាកងយុទ្ធពលខេមរៈភូមិន្ទមានតួនាទីបម្រើការពារបាទមិនមែនបម្រើការពារអស់លោកដែលជាបកប្រឆាំងបម្រើការពារផលប្រយោជន៍បុគ្គលទេគឺថាខ្ញុំរាល់ថ្ងៃនេះគឺថាក្នុងនាមខ្ញុំជាគេហៅថាយុទ្ធពលគេថាកងយុទ្ធពលខេមរៈភូមិន្ទមួយដ៏អង្អាចបាទគឺថាតួនាទីនៅក្នុងសង្គមគឺថាមិនមែនយើងរាល់ថ្ងៃចាំបាច់ថាដល់តែមិនមែនយោធាបានប្រតិកម្មបានទេគឺរាល់ថ្ងៃគ្រាន់តែជំរាបបងអូនកាគីគីលូឲ្យបានដឹងថាគីគីលូយ៉ាងម៉េចគីគីលូគឺឆ្កែបាទជំរាបត្រង់ចេះអញ្ចឹងបងអូនស្រីគួរយល់ដឹងថាបងរាល់ថ្ងៃពេលដែលបងធ្វើឃ្លីបបងអូនឃើញបងមានពាក់ឯកសណ្ឋានយោធា
ឬក៏យកម៉ោងប្រើប្រាស់ការងាររដ្ឋទៅធ្វើអីគេថាផលប្រយោជន៍បុគ្គលគឺអត់ទេគឺថារាល់ថ្ងៃនេះបងពេលទំនេរបាទចឹងបងអូនអត់មានដឹងថារាល់ថ្ងៃបងធ្វើអ្វីទេចឹងរាល់ថ្ងៃពេលដែលទំនេរពីការងារគឺបងគឺហៅថាតាមដានព័ត៌មានព្រោះបងរាល់ថ្ងៃជាបិតាព័ត៌មានចឹងតែបងអូនឯងដើរលេងជាមួយអាមួយស្គមថ្ងៃមុនទៅការ៉ាអូខេឡើងផ្ទះសំណាក់ទីប៉ុន្មានក៏បងដឹងដែរហើយចឹងទេបងអត់ចង់និយាយទេគឺថាបងដឹងអស់ហើយបងអូនរាល់ថ្ងៃសង្សារដូរប្រហែលអ្នកណាឈ្មោះអីណាអីអារុកខីអារុកខួអីអូច្រើនណាគេមីសេកមកប្រាប់បងអំពីរឿងបងអូនឯងបងអូនស្រីឯងថាបងអូនស្រីឯងមិនណយទេចឹងទេបងចូលចិត្តតាមដានព័ត៌មានហើយរឿងបងអូនបងប្រាប់ថាប្រយ័ត្នកើតរោគឆ្លងណាកុំឲ្យស្លាប់បាទអីក៏ដោយអេបូឡាងាប់ទៅក៏មានកិត្តិយសដែរតែបើអូនស្លាប់ដោយសារថាការគេហៅថាកើតជំងឺអេដឬក៏អីហ្នឹងគឺថាវាខ្មាស់គេណាហើយចឹងទេបងរ៉ាន់ជម្រាបទៅបងអូនស្រីថាទួលនីតិកតបកិច្ចក្នុងនាមបងក៏ជាពលរដ្ឋគ្រាន់តែមុខងារទួលនីតិខាងក្រៅគឺផ្សេងចឹងទេបងមិនដែលយកមុខងារនឹងទួលនីតិមកបម្រើផលប្រយោជន៍នយោបាយទេហើយចឹងបងអូនគិតមួយចេះថាបងអូនឃើញសម្ដេចដេជោបាទឃើញហើយនឹងមន្ត្រីថ្នាក់ដឹកនាំគណៈបព្វជិជនតែងតែទៅជួយចុះច្រូតស្ទូងបូមបលាយទឹកជូនប្រជាពលរដ្ឋតើមាត្រាទីប្រមាណដែលប្រើនាយករដ្ឋមន្ត្រីទៅបូមទឹកធ្វើស្រែជូនប្រជាពលរដ្ឋណាខ្ញុំនិយាយការពិតនេះគឺជាឆន្ទៈមានន័យថាទីណាមានទុកលំបាកទីនោះមានគណៈបព្វជិជនមានការជួយសន្តោសប្រពន្ធពីថ្នាក់ដឹកនាំគណៈបព្វជិជនមាត្រាទីប្រមាណប្រើប្រពន្ធនាយករដ្ឋមន្ត្រីឲ្យទៅចែកអំណោយដល់ប្រជាពលរដ្ឋតាមខេត្តដែលមានទឹកចំនួនលិចលង់គឺអត់មានទេនេះគឺដោយសារឆន្ទៈហើយរូបខ្ញុំក៏យ៉ាងក្នុងនាមខ្ញុំជាកូនទៅហ៊ានដល់ទូចកប៉ិកកប៉ុកមួយខ្ញុំមានឆន្ទៈខ្ពស់ណាស់ជាងអស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តជាទីស្នេហានៅបរទេសបានស្រែកក្តែកដែលបានជួយខ្មែរអីមកពឹកមកបៀកមករៀលឯងមានតែអង្គុយក្នុងឡានបើកសិនជាក់ជំទាលអើយខាន់ចាន់សុផាខាន់ចាន់សុផាអើយនេះឈួតចឹងមើលធ្វើវីដេអូតបជាមួយអីណាបៃលីដឹងទេអីណាអូខ្ញុំធ្វើទៅរួចទេខ្ញុំមានពេលវេលារបស់ខ្ញុំចំណាយពេលវេលារបស់ខ្ញុំតាមដានព័ត៌មានខ្ញុំមិនចង់ឲ្យសង្គម Facebook ដែលជាសង្គមមួយដ៏ល្អផូរផង់ខ្លាយជាសង្គមមួយខ្មៅងងឹតដោយសារអស់លោកលៀបពណ៌ដោយសារអស់លោកខ្វះការគិតពិចារណាឥឡូវបងប្អូនកលេចមើលសង្គម Facebook ឥឡូវគឺថាមានសភាពគេថាគួរសមសភាពល្អប្រសើរឡើងវិញដោយសារថាអស់លោកស្រីបងប្អូនណាតាំងពីគេហៅថាគណៈបកសង្គ្រោះជាតិក៏ដូចជាគណៈបព្វជិជនឥឡូវបានយល់ដឹងច្រើនហើយខ្ញុំទី1ខ្ញុំគាត់ថាបកស្រាយជាការលេងសើចទៅឲ្យបងអូនស្រីបៃលីត្រង់ថាបងអូនលេបថ្នាំនេះគឺបងអូនលេបត្រូវបងឲ្យបន្ទូបងអូន 100% អូនចង់ដឹងថាតើថ្នាក់ដឹកនាំបងអូនមេរបស់បងអូនមានមកមើលបងអូនអត់បងប្រាប់ទៅថាអូនងាប់អូនអីតៃហោងយ៉ាងណាក៏ដោយគឺសុំទោសមានអាណាទៅមើលអើតបងអូននេះមានតែបងប្រុសនេះខាន់ច័ន្ទសុផលនេះមួយនេះធ្វើឈួតធ្វើជាធ្វើឡប់អប់រំបងអូនឲ្យបានគេហៅថាល្អឲ្យប្រពៃឲ្យផូរផង់អូនដែលមើល Facebook ពេលកើតកូននេះអូនឃើញទេកថែកជើងហត់យ៉ាងណាទម្រាំប្រសោតក្បាលអូនឯងចេញមកដល់ទូចមួយនេះហើយត្រូវចិញ្ចឹមឲ្យអូនបៅដោះម្ដាយអូនឯងយាធំធ្លាក់យ៉ាងណាឃើញរាប់ឆ្នាំរាប់ខែទម្រាំចិញ្ចឹម3បាច់ប្អូនឲ្យរៀនឲ្យសូត្រឲ្យចេះដឹងឲ្យមានការងារតែប្អូនអត់បានគិតដល់ចំណុចហ្នឹងទេបែរជាប្អូនតបស្នងសងគុណឪពុកម្ដាយដោយការបង្ហោះ Facebook ដោយការលេបថ្នាំអាហ្នឹងបងគាំទ្រថាប្អូនមានឆន្ទៈតែប្អូនកុំដើរធ្លាក់ក្នុងល្បែងនយោបាយបងប្រាប់ទៅថាអេដាមកឹមសុខាក៏ដោយសំណានស៊ីក៏ដោយគេមើលមិនឃើញប្អូនទេព្រោះប្អូនមិនមែនជាវណ្ណៈអភិជនមិនមែនជាវណ្ណៈអ្នកមានមិនមែនជាវណ្ណៈសក្តិភូមិប្អូនគ្រាន់តែជាអ្នកលក់កាហ្វេនៅផ្លូវណាផ្លូវតសប់អែមផ្លូវមុខកាសាគេស្គាល់ប្រវត្តិប្អូនតែពួកបងមិនដែលបរិហាគេទេទើបតែនិយាយមិញហ្នឹងមិនមែនថាបរិហាគេណាឥឡូវយើងបន្តទៀតចឹងទេគាត់ថាពួកបងគឺជាអ្នកស្រឡាញ់ជួយជាតិដោយស្មោះចឹងទេបងក៏សូមសហការជាមួយប្អូនបើប្អូនធ្វើការងារល្អប្អូនចូលមកខាងបងបង្រៀនប្អូនឲ្យនិយាយបង្រៀនប្អូនឲ្យចេះនិយាយចេះស្ដីចេះមានផលប្រយោជន៍ក្នុងសង្គមជាជាងលេបថ្នាំកដោសម្រាប់ខ្លួន
វាអត់ល្អទេទោះអ្នកណាថាបងអូនទិញម្សៅឆាបុកលាយលេបមិនក៏ដោយក៏បងជឿជាក់ថាបងអូនស្រីប្រកាសជាលេបថ្នាំសម្រាប់នួនពិតប្រកាសមែនហើយបងមិនបងសង្ឃឹមថាបងអូនមិនលើកលេបថ្នាំសម្រាប់ខ្លួនជាលើកទី2ឬក៏រត់ចូលឡានទេបងសូមឲ្យបងអូនមានអាយុវែងវណ្ណៈសុខៈប្រដភិណៈកុំបីគេគេឡើយអរគុណបាទអរគុណលោកខាន់ច័ន្ទសុផលដែលបានបកស្រាយយ៉ាងក្បោះក្បាយឆ្លើយតបទៅបងអូនស្រី KKKH នៅប្រទេសអូស្ត្រាលីបាទហើយពេលនេះខ្ញុំក៏ចង់បញ្ជាក់បន្ថែមបន្តិចទៀតស្ដីអំពីព្រឹត្តិការណ៍ថ្មីដែលពេលថ្ងៃមិញមានឃើញពលករយើងមួយរូបបាទគាត់បានប្រតិកម្មជាមួយនឹងគាត់បានឆ្ងល់អំពីបញ្ហាការពន្យាប៉ាសពតបាទផ្ញើគេមកពន្យាស្រាប់តែគេបោះនៅទីក្រុងតៃninhប្រទេសវៀតណាមបាទចំណុចនេះណាគឺថាបាទរឿងហ្នឹងគឺជារឿងយូរហើយគេបានដឹងឮគ្រប់គ្នាអស់ទៅហើយប៉ុន្តែនៅតែបាទនៅតែម្នាក់ហ្នឹងឬក៏ប្រហែលអ្នកទៀតដែលមិនទាន់បានជ្រាបព័ត៌មានហ្នឹងក៏មិនដឹងដែរបាទគឺថាដោយសារតែដូចខ្ញុំបានជម្រាបពីថ្ងៃមិញអញ្ចឹងថាអ្នកដែលបាទចំពោះបញ្ហាប៉ាសពតបាទប៉ាសពតគឺថាបើសិនជាយើងនៅបោះនៅប្រទេសណាក៏បានដែរបាទបោះពន្យានៅប្រទេសណាក៏បានអត់មានបញ្ហាទេស្ថានឯកអគ្គកុងស៊ុលស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសណាខ្មែរនៅអាមេរិកបោះនៅអាមេរិកបាទខ្មែរនៅកូរ៉េបោះនៅកូរ៉េបានបាទហើយបើសិនជាបងប្អូនផ្ញើគេមកបន្តអញ្ចឹងបាទគេអាចយកទៅបន្តនៅប្រទេសវៀតណាមពីព្រោះដូចថាពេលវេលាខ្លីហើយនឹងបាទពេលវេលាខ្លីហើយចំណាយលុយអស់តិចទៀតបាទគឺអគ្គកុងស៊ុលប្រជាជាតិចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាមតែបើបន្តនៅស្រុកខ្មែរយើងដោយសាររវល់ច្រើនអាចចំណាយពេលដល់រហូតដល់3ថ្ងៃទៅ5ថ្ងៃដូច្នេះហើយគឺថាសូមជ្រាបអញ្ចឹងណាបាទខ្មែរនៅបារាំងនៅលើពិភពលោកគឺគេបោះតាមអគ្គកុងស៊ុលនៅស្ថានទូតទេបាទមិនចាំបាច់ថាបោះនៅតៃninhមួយទេដូច្នេះខ្ញុំសូមអស់យោបល់ប៉ុណ្ណេះដោយសារពេលវេលាមានកម្រិតបាទសូមអរគុណច្រើនសូមជម្រាបលាអស់លោកលោកស្រីនិងកញ្ញាបាទជូនពរអាយុវណ្ណៈសុខៈពលៈកំបីខានឡើយបាទសូមអរគុណច្រើនបាទ